សំណួរទី11 Several trees fell down last night playing the strong wind មានន័យថាដើមឈើជាច្រើនបានដួលកាលពីយប់មិញដោយសារតែខ្យល់ខ្លាំងចម្លើយត្រឹមត្រូវគឺ letter C ហេតុអ្វីបានជា C because of ត្រឹមត្រូវ because of មានន័យថាដោយសារតែហើយត្រូវប្រើមុខនាម noun ឬ noun phrase ក្នុងប្រយោគនេះ the strong wind គឺជា noun phrase ដូច្នេះត្រូវប្រើ because of ប្រយោគពេញ several trees fell down last night because of the strong wind មានន័យថាដើមឈើជាច្រើនបានដួលកាលពីយប់មិញដោយសារតែខ្យល់ខ្លាំងហេតុអ្វីបានជាចម្លើយ A ចម្លើយ B និងចម្លើយ D ខុសចម្លើយ A because ត្រូវតែបន្តដោយ clause subject បូកនឹង verb ឧទាហរណ៍ថា several trees fell down because the wind was very strong មិនអាចនិយាយថា because the strong wind បានទេចម្លើយ B so មានន័យថាដូច្នេះបង្ហាញលទ្ធផលមិនមែនបង្ហាញមូលហេតុទេឧទាហរណ៍ថា the wind was very strong so several trees fell down ចម្លើយ D since ពាក្យថា since មានពីរអត្ថន័យសំខាន់អត្ថន័យទី1 sin មានន័យថាដោយសារស្មើនឹង because នៅពេល sin មានន័យថាដោយសារវាត្រូវបន្តដោយ clause subject បូកនឹង verb ឧទាហរណ៍ថា since it was raining we stay home ដោយសារតែភ្លៀងកំពុងធ្លាក់យើងនៅផ្ទះឧទាហរណ៍មួយទៀត since the wind was very strong several trees fell down ដោយសារខ្យល់ខ្លាំងដើមឈើជាច្រើនបានដួល sin អត្ថន័យមួយទៀតមានន័យថាតាំងពីប្រើដើម្បីបង្ហាញចាប់តាំងពីពេលណាមួយរហូតមកដល់បច្ចុប្បន្នជាញឹកញាប់ប្រើជាមួយ present perfect ឧទាហរណ៍ថា I have lived here since 2020 ចុះហេតុអ្វីសំណួរនេះមិនជ្រើស since សំណួររបស់យើងគឺ several trees fell down last night playing the strong wind ក្រោយចន្លោះមានតែ the strong wind នេះគ្រាន់តែជា noun phrase ប៉ុណ្ណោះ since the strong wind មិនពេញលេញបើចង់ប្រើ since ត្រូវសរសេរថា since the strong wind was very strong several trees fell down គន្លឹះចងចាំងាយៗbecause of បូក noun because of the strong wind because of the rain because បូកជាមួយ clause because the wind was strong since បូកជាមួយ clause since the wind was strong